ចំណូលរកចូលទាំងប្តីទាំងប្រពន្ធក៏ប៉ុន្តែរកលុយសល់មិនឃើញបញ្ហានេះខ្ញុំស្ដាប់ឮផ្ទាល់ទៅជាមានគ្រួសារច្រើនមែនទែនដែលបានជួបពេលខ្លះអង្គុយឆ្ងល់ទៀតរកលុយបានច្រើនមិនក៏ដោយក៏មិនសល់ដែរបញ្ហាមានតែមួយទេគឺការប៉ັດទៅគ្រួសារនីមួយៗមានទម្លាប់និងរូបមន្តនៅក្នុងការទុកដាក់ប្រាក់កាក់ទៅតាមទម្លាប់រៀងៗខ្លួនគ្មានរូបមន្តណាដែលកំណត់ថាត្រូវឬក៏ខុស 100% ដែរពីព្រោះគ្រួសារនីមួយៗគឺមានបន្ទុកនិងបញ្ហារៀងៗខ្លួនតែម្ដងក៏ប៉ុន្តែបើចង់សល់លុយមានតែកែប្រែរឿងមួយទេគឺតិចនិចសន្សំនឹងឯងតាមរយៈបទពិសោធន៍ដែលខ្ញុំជួបជាមួយនឹងអ្នកជំនាញនិងអានសៀវភៅហិរញ្ញវត្ថុបានមួយចំនួនធំដែរតិចនិចសន្សំមួយដែលពេញនិយមមែនទែនគឺការដកយកលុយពីចំណូលប្រចាំខែភ្លាមយកទៅទុកហើយភាគច្រើនគេណែនាំឲ្យយើងដក 10% ដោយ 10% នោះគឺគ្រួសារមួយចំនួនធំទុកជាកញ្ចប់សម្រាប់គ្រាអាសន្នណាមួយការដែលយើងយកលុយ 10% នេះទុកសម្រាប់គ្រាអាសន្ននេះវាធ្វើឲ្យគ្រួសារយើងកក់ក្ដៅផងដែរហើយគ្រួសារមួយចំនួនធំទៀតបានយក 10% នេះទុកសម្រាប់ការរៀនសូត្រឬក៏ការដែលយើងទៅរៀនវគ្គខ្លីៗបណ្ដុះជំនាញដើម្បីធ្វើឲ្យទេពកោសល្យរបស់យើងនឹងគឺកាន់តែកើនឡើងពីព្រោះថាសម័យឥឡូវបើសិនជាយើងមានជំនាញដដែលអត់ព្រមអភិវឌ្ឍទេពកោសល្យខ្លួនឯងទេអានឹងប្រឈមមុខជាមួយនឹងការងារខ្លាំងមែនតើក៏ប៉ុន្តែបើបងប្អូនសួរថាការដែលដកយក 10% ទៅទុកមុនអញ្ចឹងចោះចំណាយច្រើនធ្វើមិនទៅខ្ញុំគិតថាតិចនិចនេះនៅតែល្អដោយសារតែយើងដកយកលុយទៅទុកភ្លាមបែបនេះបើទោះបីជាយើងចំណាយលើសមិនក៏ដោយយ៉ាងច្រើនយើងដកត្រឹមតែ3ឬក៏ 5% បន្ថែមយកទៅចាយក៏ប៉ុន្តែបើសិនជាយើងមិនដកទុកទាល់តែសោះតែម្ដងច្បាស់ណាស់យើងចាយអត់ដឹងមុខក្រោយគ្មានខ្ទង់ច្បាស់លាស់តែម្ដងការសន្សំគឺល្អហើយការដែលយើងយកប្រាក់សន្សំទៅអភិវឌ្ឍជំនាញបន្ថែមអានឹងក៏ត្រូវតែគិតដែរក៏ប៉ុន្តែបងប្អូនសាកសម័យមើលបើថ្ងៃណាមួយមានហានិភ័យធំដុំកើតឡើងប្រាក់សន្សំ 10% ជាប្រចាំខែរបស់យើងច្បាស់ណាស់ប្រកាសជាត្រូវចំណាយភ្លាមតែម្ដងដូច្នេះហើយទើបមានវិធីសាស្ត្រមួយទៀតដែលគេណែនាំគឺដែលយើងយកកញ្ចប់ថវិកាមួយផ្នែកតូចទៀតទៅលើការការពារទៅលើការធានារ៉ាប់រងធានារ៉ាប់រងមិនមែនជាការចំណាយដែលខាតបង់ទេក៏ប៉ុន្តែគឺជាខែលការពារហិរញ្ញវត្ថុដ៏ល្អមួយដែលមនុស្សជុំវិញពិភពលោកបានប្រើប្រាស់វាច្បាស់ថាបើទោះបីជាមានព្យុះភ្លៀងនៅក្នុងជីវិតយើងកើតឡើងបែបណាក៏ដោយក៏ប្រាក់សន្សំយើងគឺនៅមានសុវត្ថិភាពហើយអនាគតសមាជិកគ្រួសាររបស់យើងគឺនៅមានលំនឹងតើគ្រួសាររបស់បងប្អូនធ្លាប់បានគិតរៀបចំកញ្ចប់ធានារ៉ាប់រងហើយឬនៅក្រុមហ៊ុន Royal Group Life Insurance គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជានិងជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ក្រុមហ៊ុន Royal Group Life Insurance បង្កើតឡើងដោយជនជាតិខ្មែរដើម្បីប្រជាជនកម្ពុជាហើយក្រុមហ៊ុនកូនខ្មែរមួយនេះនៅតែបន្តបេសកកម្មនៅក្នុងការផ្ដល់ជូនការការពារហិរញ្ញវត្ថុសន្តិភាពផ្លូវចិត្តនិងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជាក្រុមហ៊ុន Royal Group Life Insurance សុវត្ថិភាពថ្ងៃនេះកាន់តែរឹងមាំនៅថ្ងៃស្អែក